thớ nhưng mà nhưng hôm nay bây giờ đã prop về châu máu tí như bằng tim á lấy cho mà tiền như rục quên các bạn này về họ tiền rục miền rục pi chơi chụp là làm kèm bạn là cho miền rục pi trắng trắng ở họ ta những trong bạc đồ rục nó trong ba rục nó cái đó nó ở về màu một bên trắng rồi là đời rục mấy viên là một chàng chân trong mà rục đi mà nó cả một rục đi bên trắng này bà chẳng rõ đó những châu anh này những châu anh nắng từ tới về họ ta những châu anh nắng trong về từ khom tại vì chơi anh ấy về chơi mà trắng về đang dò mùi na thì vô tới về chơi bên này ok taoចំពោះ layer editor គេមិនប្រើជាមួយនឹងការផ្លាស់ទីរបស់តួទេការបើយើងប្រើជាមួយនឹង layer editor គឺយើងប្រើទៅលើលំដាប់នៃផ្នែកលើតួអង្គតែម្ដងគេមិនប្រើ đang em về tranh mua chẳng វាមិនប្រើលំដាប់តួឬក៏លំដាប់ prop នៅលើ scene បានទេនៅលើ stage បានទេ và ដូចថាតួមួយនេះគាត់នៅពីក្រោយហើយតួនេះនៅពី và មុខចឹងវានៅពីមុខគឺมันអាចប្រើជាមួយនឹង layer editor នេះបានទេពីព្រោះផ្នែកទាំងពីរនេះវាដាច់ដោយឡែកពីគ្នាវាមិនអាចធ្វើឆ្លងគ្នាបានទេអញ្ចឹងយើងមើលប្រើយើងអាចប្រើជាមួយនឹងអឺ z axis យើងមើលទីតាំងរបស់ជម្រៅរបស់តួនេះបើយើងមើលនៅលើ z បានថាវាដក9ដក09 và វាស្មើនឹងដក1គឺបានថាវាជ្រៅទៅខាងក្នុងណាតើណា và ហើយបើតួនេះយើងមើលវា019ដែរប៉ុន្តែហេតុអីបានវានៅមុខក្រោយដោយសារតែយើងទាញមុនឬក៏ទាញក្រោយក្នុងករណីយើងចង់ឲ្យតួនេះមកខាងមុខវិញយើងគ្រាន់តែផ្លាស់ប្ដូរតម្លៃ z របស់វាបានហើយយើងដាក់1អូខេ ok và អញ្ចឹងយើងផ្លាស់ប្ដូរតម្លៃ z នេះមកប៉ុន្តែរាល់ការបដូររបស់វាយើងត្រូវឈរនៅលើ frame ទី1បើមិនអញ្ចឹងទេវាបង្កើតបានទៅជា animation ណាកុំឲ្យឈរនៅលើ frame và ទី400ហើយបានបដូរវាអត់បានទេអញ្ចឹងឈរនៅលើ frame 0 frame 1យើងផ្លាស់ប្ដូរទីតាំងវាមកចង់ឲ្យទៅមុខចង់ឲ្យទៅក្រោយអញ្ចឹងណាហ្នឹងហើយ và ហើយបើចង់ឲ្យតួនេះមកមុខវិញយើងក៏ផ្លាស់ប្ដូរតម្លៃរបស់វាតោះ và cho bây thà ủa họ tập dừng đặt background nó dừng tiền tua móc tua bên này background ប្រើ z ដូចគ្នា chẳng phải năng tầm mũi nữa បាទប្រើ z มันប្រើជាមួយ layer editor ទេ layer editor ហ្នឹងវា activate បានលុះត្រាតែយើង select នៅលើតួបានវា activate មកឃើញទេ năng này បើយើងមិន select លើតួណាមួយទេវាមិន activate ទេបើយើង select លើតួទាំងពីរក៏វាមិន activate ដែរឃើញទេ và ហ្នឹងហើយប៉ុន្តែដូច្នេះបានន័យថាអា layer editor ប្រើបានតែនៅលើតួហ្នឹងទេផ្នែកនៃលើផ្នែកនៃតួ này tua và năng បាទបើ bởi បើ vì ចង់ trên rục máu này này tua mùi chẳng là về បាទ chẳng dừng ផ្នែកតួមួយអញ្ចឹងបើយើងចង់ឲ្យតួពីរដាច់ដោយឡែកពីគ្នាហើយនៅមុខដល់ក្រោយគឺយើងប្រើមួយ z và ប៉ុណ្ណាមានអីទេមើលទៅហោះ này vừa đang cha bà ram ca kêu bị dối mơ video đó về thơ tới chụp té ngó rau lại nhọt khơi អត់អីទេអត់ដល់យើងមាន grass យើងមានអត់មាន sky អូខេយើងមានពពកមួយទៅ bà គេអានេះវានៅក្រោយដោយសារ z របស់វានៅណាដក500ដក300នោះបើយើងមើលនៅក្នុង 3D mode យើងអាចមើលឃើញថាវានៅខាងក្រោយឆ្ងាយមែនទេឃើញទេ bà អញ្ចឹងអាតួពីនេះនៅខាងមុខហើយបើយើងចង់វាមកនៅមុខទាញ z វាមកទាញវាមកគៀកនឹងមនុស្សមកឃើញទេតែបើយើងទាញវាផុតនេះ đặt mình đây តម្លៃ z វានៅណានេះឃើញបូក27វានៅមុខយើងសេរីលីមកអាហ្នឹងហើយ
យើងបិទនេះវិញមកវានៅគៀកគ្នាបន្តិចអញ្ចឹងណា នេះ តួនេះក៏ដូចគ្នាដែរយើងអាចមើលនៅក្នុង 3D mode បានដូចគ្នា ហ្នឹង អញ្ចឹងចោលវានៅមុខនៅក្រោយគឺកែតម្លៃ Z ប៉ុណ្ណា បាទ តោះ ចុះអាតម្លៃវាយនោះអានោះបាច់ដោះដូរវាទេ កន្លែង Y នេះអានេះ Y តាក់ទងជាមួយនឹងបើបងរៀននៅគេហៅលំហក្នុងប្លង់ណា XYZ ណាអញ្ចឹងតាក់ទងជាមួយ X គឺឆ្វេងហើយនឹងស្ដាំឃើញទេ នេះជាមួយ XYZ ទេអានេះ Z double នេះ ហ្នឹងហើយបើសិនបើខ្ញុំផ្លាស់ប្ដូរវាមកខាងស្ដាំគឺវាតម្លៃវាដកមកខាងឆ្វេងតម្លៃវាបូកអញ្ចឹងណាតែបើយើងចង់ទៅលើទៅក្រោមគឺតម្លៃរបស់ Z គឺផ្លាស់ប្ដូរគេណា បាទនេះឡើយយើងទាញទៅលើតម្លៃ Z ផ្លាស់ប្ដូរតែបើសិនបើយើងចង់ទៅមុខទៅក្រោយយើងអាចបវលម៉ៅចុះក្រោមឃើញទេ បាទ បវលម៉ៅទៅលើទៅក្រោមមកគឺវាទៅមុខទៅក្រោយឃើញទេ អូខេបាទហ្នឹងហើយយល់ អញ្ចឹង XYZ ហ្នឹងគឺយើងនឹងទីតាំងរបស់វាមិនទៅទីតាំងរបស់វាឆ្វេងស្ដាំលើក្រោមមុខក្រោយហ្នឹងដែរតោះសួរទៀត ហ្នឹងហើយប៉ុណ្្នឹងតែឆ្ងល់ប៉ុណ្្នឹងសិនព្រោះអត់អីទេហ្នឹងហើយ អូខេអញ្ចឹងអរគុណច្រើន បាទអរគុណច្រើនបាទ